កាលនោះមានកសិករមួយប្រកបរបរស្ទូចត្រីគាត់តែងតែស្ទូចត្រីជារៀងរាល់ថ្ងៃដើម្បីយកមកផ្គត់ផ្គង់អាហារនៅក្នុងគ្រួសារប៉ុន្តែនៅក្នុងថ្ងៃមួយនៅពេលដែលគាត់ត្រឡប់មកពីស្ទូចត្រីវិញនោះគាត់ក៏បានជួបជាមួយនឹងលោកសេដ្ឋីនិងក្រុមរបស់ពួកគេបានមកទារលុយគាត់ដែលគាត់ជំពាក់កាលពីថ្ងៃមុនគាត់ពិតជាពិបាកចិត្តខ្លាំងណាស់ស្អែកឡើងគាត់ទៅស្ទូចត្រីម្ដងទៀតប៉ុន្តែថ្ងៃនេះក៏ត្រឡប់មកវិញក៏មានអាការៈគ្រុនក្តៅឈឺដេកនឹងកន្ទែលទៅហើយនៅក្នុងយប់នោះផងដែរស្រាប់តែមានភ្លៀងធ្លាក់ធំនោះគឺមានអ្នកពន្លឺចោមមួយអ្នកបានមកសុំស្នាក់អាស្រ័យនៅក្នុងផ្ទះគាត់គ្រួសារគាត់ក្រីក្រណាស់ប៉ុន្តែក៏សូមអនុញ្ញាតឲ្យបុគ្គលម្នាក់នោះមកស្នាក់អាស្រ័យនឹងទៅព្រមទាំងយកបាយទឹកតិចតួចយកទៅឲ្យហើយក៏បានប្រាប់ថាគ្រួសារគេក្រីក្រណាស់គ្មានទ្រព្យសម្បត្តិអ្វីនិងគ្មានម្ហូបអាហារល្អសម្រាប់គេនោះទេហើយក៏ឲ្យអ្នកពនេចរនឹងស្នាក់នៅក្នុងផ្ទះនឹងទៅដោយសារព្រឹកឡើងមិនឃើញអ្នកពនេចរចេញមកក្រៅគេក៏បានខួសទ្វារឲ្យហាវទ្រអ្នកពនេចរប៉ុន្តែមិនឃើញអ្វីនោះទេឃើញតែផ្លិតពីដើមដែលនៅលើកម្រាលដីនោះគេឆ្ងល់ថាប្រហែលជាអ្នកពនេចរនោះភ្លេចហើយដូច្នេះហើយក៏បានយកផ្លិតនោះដាក់ទៅនឹងកន្ត្រកហើយក៏ដើរទៅស្ទូចត្រីធម្មតាក្រែងជួបនឹងបុរសម្នាក់នោះថ្ងៃនោះគាត់ក្តៅខ្លាំងណាស់គាត់ក៏បានយកផ្លិតនោះមកបកដើម្បីឲ្យលះហើយប៉ុន្តែអ្វីដែលមិននឹកស្មានច្រមុះរបស់គាត់បាត់ដោះវែងទៅគាត់ភ័យខ្លាំងណាស់គាត់យកផ្លិតមួយទៀតមកបកពេលនោះច្រមុះគាត់ក៏ខ្លីត្រឡប់មកធម្មតាពេលនោះគាត់បានដឹងថាផ្លិតនេះមិនមែនជាផ្លិតធម្មតានោះទេគឺជាផ្លិតវេទមន្តហើយគាត់បានយករឿងនេះទៅប្រាប់ដល់ប្រពន្ធកូនហើយសើចសប្បាយពេលនោះកូនក៏បានសាកល្បងតាមវិធីរបស់ឪពុកគាត់ត្រេកអរខ្លាំងណាស់គាត់ថាផ្លិតនេះគឺជាផ្លិតទេពតែអ្នកឯងដឹងទេរំពេចនោះផ្លិតស្រាប់តែហោះឡើងទៅលើមេឃហោះស្ទុយទៅបាត់ទៅក្នុងពេលនោះដែរច្រមុះរបស់សេដ្ឋីដែលបានទៅទារលុយពីកសិករនោះក៏បានវែងទៅធ្វើឲ្យអ្នកនៅក្នុងផ្ទះផ្អើលរត់ឆោឡោពេញនឹងថែមទាំងទៅរកពេទ្យមកជួយព្យាបាលច្រមុះនោះប៉ុន្តែមិនអាចព្យាបាលបាននោះទេដំណឹងនេះក៏បានឮទៅដល់គ្រួសារកសិករក៏បានប្រជុំគ្នាហើយបានដឹងថារឿងទាំងអស់នេះច្បាស់ជាផ្លិតនោះជាមិនខានព្រោះឯងនៅថ្ងៃនោះផ្លិតនោះបានហោះចេញពីផ្ទះរបស់យើងហើយក៏បានប្រជុំគ្នាសម្រេចថានឹងទៅជួយលោកសេដ្ឋីលុះពេលព្រឹកឡើងកសិករបានទៅដល់ផ្ទះលោកសេដ្ឋីហើយក៏បានដកផ្លិតមួយបកទៅបកមកបកចុះបកឡើងឲ្យច្រមុះរបស់លោកសេដ្ឋីនឹងបានរួញចូលដូចដើមវិញរំពេចនោះលោកសេដ្ឋីក៏បានកើតចិត្តលោភលន់ហើយចង់បានផ្លិតទេពនោះក៏បានបណ្ដេញពីអ្នកប្តីប្រពន្ធចេញពីផ្ទះនឹងថែមទាំងឲ្យនៅទ្រព្យសម្បត្តិបន្តិចបន្តួចប៉ុណ្ណោះមិនឲ្យច្រើននោះទេលោកសេដ្ឋីថែមទាំងទទួលបានផ្លិតរួចហើយគាត់ដេកក្នុងផ្ទះហើយគាត់អរខ្លាំងណាស់គាត់បានសាកល្បងផ្លិតទេពរបស់គាត់បានដេកទៅនឹងគ្រែហើយក៏បានបកចុះបកឡើងច្រមុះរបស់គាត់ក៏បានវែងរហូតទៅដល់ធ្លុះនៅផ្ទះហើយក៏មិនព្រមឈប់បកទៀតគាត់បករហូតដល់វែងធ្លុះទៅដល់ឋានទេវតារំពេចនោះទេវតាឃើញច្រមុះហើយក៏ឆ្ងល់ខ្លាំងណាស់បានពិនិត្យមើលបានដឹងថាគឺជាច្រមុះរបស់លោកសេដ្ឋីព្រះឥន្ទក៏បានឲ្យចាប់ច្រមុះនោះចងជាប់នឹងសសរនៅឋានសួគ៌នឹងឯងនៅពេលដែលសេដ្ឋីបានបកផ្លិតម្ដងទៀតដើម្បីឲ្យច្រមុះរួញមកវិញប៉ុន្តែច្រមុះមិនបានរួញនោះទេច្រមុះក៏បានហោះឡើងស្ទុយជិតដល់ឋានទេវតាក៏បញ្ជាឲ្យអាមាត្យស្រាយខ្សែចុះពេលនោះលោកសេដ្ឋីបានធ្លាក់ពីលើចុះមកដល់ដីលឿនសូហើយក៏បានងាប់បាត់ទៅនេះហើយជាភាពលោភលន់ខុសបច្ចេកទេសងាប់តែម្ដង